កាលពីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដោយផ្ដោតលើពីរចំណុចសំខាន់ហើយខ្ញុំជឿជាក់ថាពីរចំណុចនេះគឺជាចំណុចដ៏សំខាន់ដែលកម្ពុជាត្រូវតែប្រមូលផ្ដុំយកវាធ្វើជាភស្តុតាងជាអំណះអំណាងដែលអាចយកប្រៀបទៅលើប្រទេសថៃហើយកម្ពុជាត្រូវតែស្វែងរកសេចក្តីថ្លែងការណ៍ច្បាប់ដើមឬក៏សំណៅដើមជៀសវាងថៃទម្លាក់កំហុសឬក៏លើកឡើងថាជាការផ្សាយមិនត្រឹមត្រូវរបស់ពួកសារព័ត៌មានទី1ថៃបានលើកឡើងថាកម្ពុជាគ្មានចេតនាគ្មានគោលបំណងនៅក្នុងការដោះស្រាយបញ្ហាដោយទ្វេភាគីជាមួយនឹងប្រទេសថៃទី2ថៃលើកឡើងថាកងទ័ពភូមិភាគទី2របស់ថៃមិនទទួលយកផែនទីខ្នាត1លើ200,000ដែលកម្ពុជាបានលើកឡើងជាដាច់ខាតក៏ប៉ុន្តែនៅក្នុងចំណោមពីរចំណុចនេះចំណុចមួយដែលសំខាន់ខ្លាំងនោះគឺថៃលើកឡើងថាកងទ័ពភូមិភាគទី2របស់ថៃមិនទទួលយកផែនទីខ្នាត1លើ200,000ហើយនេះសំណួរដែលត្រូវចោទដែលត្រូវលើកឡើងទៅវិញហេតុអ្វីថៃឲ្យយោធាគឺជាអ្នកសម្រេចនៅផែនទីរបស់ប្រទេសជាតិតើអ្វីទៅជាតួនាទីរបស់រាជរដ្ឋាភិបាលថៃហើយនឹងមន្ត្រីជំនាញខាងកិច្ចការព្រំដែនរបស់ប្រទេសថៃគេត្រូវដឹងថាកិច្ចការងារព្រំដែនកិច្ចការងារផែនទីវាគឺជាកិច្ចការងាររវាងរាជរដ្ឋាភិបាលថៃនិងរាជរដ្ឋាភិបាលកម្ពុជាវាគឺជាកិច្ចការងាររបស់មន្ត្រីជំនាញខាងផែនទីខាងកិច្ចការងារព្រំដែនក៏ប៉ុន្តែកងទ័ពមិនមែនជាអ្នកជំនាញខាងកិច្ចការងារព្រំដែនហើយក៏មិនមែនជាអ្នកជំនាញខាងការប្រើប្រាស់ផែនទីនោះទេផែនទីដែលកងទ័ពប្រើប្រាស់នោះគឺជាផែនទីសម្រាប់សង្គ្រាមសម្រាប់យុទ្ធសាស្ត្រសម្រាប់ប្រតិបត្តិការតែប៉ុណ្ណោះហេតុនេះគេមិនអាចយកផែនទីរបស់យោធាឬក៏មិនអាចឲ្យយោធាគឺជាអ្នកសម្រេចទៅលើផែនទីរបស់ប្រទេសជាតិបានជាដាច់ខាតនៅក្នុងពិភពលោកនេះគ្មានប្រទេសណាមួយឲ្យយោធាគឺជាអ្នកសម្រេចនៅផែនទីរបស់ប្រទេសជាតិឬក៏ជាអ្នកសម្រេចការគូសការវាស់វែងបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនោះទេហេតុនេះប្រសិនបើថៃឲ្យពួកយោធាគឺជាអ្នកសម្រេចបញ្ហាផែនទីរបស់ជាតិនោះមានន័យថាគឺពួកគេប្រើប្រាស់ផែនទីចោលឬក៏ផែនទីសម្រាប់ធ្វើសង្គ្រាមយកមកគូសវាស់កំណត់នៅបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាងដែលវាគឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាតហេតុនេះសំណួរដែលត្រូវចោទទៅកាន់រាជរដ្ឋាភិបាលថៃហេតុអ្វីថៃឲ្យពួកយោធាគឺជាអ្នកសម្រេចទៅលើបញ្ហាព្រំដែនការបោះបង្គោលព្រំដែនឬក៏ផែនទីជាតិចោះឯណាទៅមន្ត្រីជំនាញកិច្ចការងារព្រំដែនហើយនឹងតួនាទីរបស់រាជរដ្ឋាភិបាលរបស់ថៃហេតុអ្វីអ្នកឯងប្រើប្រាស់ផែនទីសម្រាប់ប្រើប្រាស់នៅក្នុងការធ្វើសង្គ្រាមជាផែនទីចោលជាផែនទីដែលគេមិនទទួលស្គាល់ជាផ្លូវការជាផែនទីដែលគូដោយលួចលាក់យកមកកំណត់បញ្ហាបូរណភាពទឹកដីជាមួយនឹងប្រទេសជិតខាងចំណុចនេះគឺអន្តរជាតិអាចយល់បានយ៉ាងច្បាស់ថានៅក្នុងពិភពលោកគឺគ្មានប្រទេសណាមួយគេប្រើប្រាស់ផែនទីបែបនេះហើយក៏គ្មានប្រទេសណាមួយឲ្យពួកយោធាជាអ្នកសម្រេចឬក៏ជាអ្នកគូសផែនទីជាផ្លូវការសម្រាប់ប្រើប្រាស់ជាមួយប្រទេសជិតខាងនោះទេវាលែងតែប្រទេសនោះគឺជាប្រទេសដែលដឹកនាំដោយយោធាតែប៉ុណ្ណោះទី2ថៃលើកឡើងថាកម្ពុជាគ្មានគោលបំណងបញ្ចប់បញ្ហាដោយទ្វេភាគីជាមួយនឹងប្រទេសថៃក៏ប៉ុន្តែគេត្រូវដឹងថាតើបញ្ហានេះនរណាជាអ្នកបង្កឡើងតើនរណាជាអ្នកលបបាញ់ទាហានរបស់កម្ពុជាហើយតើនរណាជាអ្នកបដិសេធនៅយន្តការតុលាការអន្តរជាតិតើនរណាដែលជាអ្នកជំទាស់ជាអ្នកចាញ់មុខអះអាងថាខ្លួនមិនគោរពតាមយុត្តាធិការរបស់តុលាការអន្តរជាតិម្យ៉ាងទៀតប្រសិនបើយន្តការទ្វេភាគីមានប្រសិទ្ធភាពដោយអ្វីដែលថៃបានលើកឡើងនោះហ
hạt ở vây nè là dễ bê chiêng bập hayឆ្នាំmô ní bài chia bẩn đói ở miền rừng kiếm bài chia bẩn đói ở miền phiếp tàn tấn hai bài chia mình ai đọc sài bạch hà đi bàn chọc sọc cục chia rô mà vĩnh ca lợt lang tiền pi chùm nói cho nó thấy vía cứ chia cá bằng hai người khơi pi chùm nói sói pi chùm nói khoa khát hai nâng pi phiếp à với chùm miền ở bò prate thầy nó cứ thay pra phan tí đòi oi nó cứ thay pra phan tí rồi có oi bùa vô thi chừng nệ sầm rai tờ lư phan tí bò chiến hai nâng thui cài chótประกัน hay kênh với pi tàu là cài dứt đi thua on trại chiến